ចម្រើនពរញាតិញោមធ្វើកិច្ចអ្នកមាសការព្រះរតនត្រ័យជាមួយអាត្មាប៉ុណ្ណាហើយក៏ជីវិតចុងក្រោយហើយពោវត្តនៅខេត្តកំពតនៅក្នុងក្រុងហៅវត្តឧដុង្គណាវត្តចុងក្រោយហើយអាយ៉ាសំណក់ចង់ទៅរស់ធ្វើពុននេះណាអញ្ចឹងមុននឹងយើងចាក់ចែងអំពីវត្តណាសឹងសនៈស្រ័យមកយប់នៅក្នុងវត្តនេះគឺស្លាយឆាន់ប៉ុណ្ណាអញ្ចឹងហើយមុននឹងចាក់ចែងគឺធ្វើកិច្ចអ្នកមាសការដើម្បីចម្រើនណាហើយក៏សូមនៅសេចក្តីសុខសេចក្តីចម្រើនម្យ៉ាងទៀតគឺយើងនឹងចេញទៅរាប់សមុទ្រណាហ่าអញ្ចឹងហើយតាមមកសមុទ្រហើយយើងត្រូវទៅសមុទ្រនឹងឯងហើយក្រោយអំពីអ្នកមាសការរួចគឺយើងមានតយទានដែលសេះសល់ដូចជាអង្គហើយក៏រួមទាំងបច្ច័យសម្រាប់ទឹកភ្លើងគឺយើងបានដាក់តាមវត្តណាវត្តនីមួយហ្នឹងគឺបានប្រគេនតិចតួចណាច្រើនក្តីគឺទៅតាមសទ្ធាហើយវត្តទី2ដែលជាវត្តសមាធិនៅខេត្តកំពង់សោមព្រះសីហនុហ្នឹងมันបានចូលរួមទឹកភ្លើងឯទេណាព្រោះថ្ងៃហ្នឹងថ្ងៃអាទិត្យវាត្រូវជាថ្ងៃ8កើតចឹងហើយក៏បានទទួលចង្ហាន់នៅនឹងតែវត្តកពតនេះគឺជាវត្តចុងក្រោយហើយក៏ជាវត្តកូនពៅចឹងហើយធ្វើកិច្ចមាសការជាមួយអាត្មាភាពដូចតទៅប៉ុណ្ណាអនុមោទនីខ្ញុំប្រកាសរណាសូមលើកថាទាំងពីរប្រណម្យចង់ថ្វាយដល់អង្គសម្ពុទ្ធោទ្រង់នាមប្រកាសថាមេកោវិរោរុងរឿងដ៏ឧត្តមព្រមទាំងព្រះធម៌ដ៏ជ្រាលជ្រៅទុកដូចសម្ពៅយ៉ាងជាធំសម្រាប់អោយសត្វបានសុខុមទូលព្រះបង្គំដោយសិរសាសូមអនុមោទនីសូមអនុមោទនាបានមហាកុសលរួចចាក់ផុតទុកគ្រប់អង្គគ្រប់គ្នាហើយកូនបៅឲ្យវត្តនេះបាន2ក្រងណាទទួលខ្ញុំទូលណាថ្ងៃ2ក្រងបានណាអត់មែនរបស់នៅញោមយាយបច្ចៈនៅក្នុងវត្តជាអ្នកដាំស្លោសម្រាប់ប្រគិនប្រសងវេលាពេលព្រឹកអញ្ចឹងហើយសូមឲ្យបានជាបច្ច័យទៅដល់ពពួកអស់ញាតិទាំងឡាយរបស់លោកម្ចាស់និងញាតិញោមដែលញាតិរធួនធ្វើដំណើរយានជំនិះជាមួយនេះគឺសូមឲ្យបានជាបច្ច័យរួចចាក់ផុតទុកគ្រប់អង្គគ្រប់គ្នាអនុមោទនីជីវិតកូនបៅហើយក៏ជីវិតចុងក្រោយនៅខេត្តកំពតឥឡូវក៏ព្រឹកនេះបានធ្វើដំណើរយាត្រាចំពោះទៅមុខទេតគឺយើងទៅរកអាហារស្រស់ស្រូបនៅពេលព្រឹករួចហើយគឺធ្វើដំណើរណាទៅកំសាន្តនៅកន្លែងនេះញោមវត្តហើយវត្តនេះក៏នៅកសាងឡើយទេសាលាឆាន់គឺប្រើសាលាចាស់សាលាថ្មីតិនរួចទេញាតិញោមណាហើយសូមប្រគេនបន់ណាលោកម្ចាស់និងញាតិញោមទាំងខេត្តកោះកុងខេត្តព្រះសីហនុនិងខេត្តក្រពតសូមអោយបានជាបច្ច័យឆាប់បានរួចចាក់ផុតទុកគ្រប់អង្គគ្រប់គ្នាខ្ញុំប្រកាសណាបានដឹកនាំណាញាតិរធัวនិងព្រះសង្ឃបានមកដល់ខេត្តកំពតហើយគណៈពេលនេះក៏យើងក្នុងមួយវត្តបានចូលរួមបច្ច័យតិចតូចណាដូចជាកសាងទឹកភ្លើងអីជាដើមมันបានច្រើនទេណាដោយសារតែច្រើនថ្ងៃច្រើនយប់អញ្ចឹងកាទៀវហើយថ្ងៃនេះណាព្រឹកនេះគឺកាទៀវហាងណាខ្លងទ្វារនេះញាតិញោមបើយើងមកពីខាងវងមូលណាធុរេនគឺយើងងាកស្ដាំដៃមកដល់ផ្លូវបំបែកយើងបែកឆ្វេងបន្តិចមកខ្លងទ្វារនៅខាងស្ដាំដៃណាហើយញាតិញោមលាហើយនៅខេត្តកំពត